សពគុណនិងអត្ថប្រយោជន៍របស់ដើមកណ្ដោលប្រសិនបើពុកម៉ែបងប្អូនមានបញ្ហាសុខភាពសូមប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់តែបើសិនជាខ្វះលទ្ធភាពឬនៅឆ្ងាយពីមន្ទីរពេទ្យហើយគ្មានជម្រើសនោះសូមសាកល្បងប្រើប្រាស់រុក្ខជាតិម្យ៉ាងដែលអាចជួយព្យាបាលជំងឺបានគឺមានឈ្មោះថាកណ្ដោលតើកណ្ដោលអាចព្យាបាលជំងឺអ្វីខ្លះរបៀបព្យាបាលត្រូវធ្វើដូចម្តេចសូមទស្សនាវីដេអូនេះឲ្យដល់ចប់ដើម្បីបានជាចំណេះដឹងកណ្ដោលជារុក្ខជាតិដើមឈើត្រង់មានស្លឹកធំមធ្យមចុងមែកមានស្លឹកស្ដុកក្រាស់ដើមមានកម្ពស់ប្រមាណ10ទៅ20ម៉ែត្រសម្បកក្រាស់ពណ៌ខ្មៅឬពណ៌ត្នោតក្រមៅបែកមែកសាខាសាច់ឈើពណ៌ក្រហមក្រមៅឬក្រហមលាយត្នោតឃើញដុះតាមព្រៃស្រោងព្រៃល្បោះតាមវាលស្រែឬនៅក្នុងភូមិបន្តពូជដោយប្រើគ្រាប់បណ្ដុះក្នុងរដូវវស្សានិងប្រើវិធីផ្សាមែកសពគុណរបស់ដើមកណ្ដោលផ្កាមានរសត្រជាក់ជួយបំពន់រាងកាយផ្កាប្រើជាថ្នាំពៅកម្លាំងបំពន់រាងកាយក្រោយពីសម្រាលកូនរបស់ស្ត្រីផ្លែមានរសសាបត្រជាក់ជួយបំពន់ស្ត្រីក្រោយសម្រាលកូនចំណែកផ្កានឹងទឹកបានពីការស្ងោរសម្បកស្រស់ប្រសិនបើលាយជាមួយទឹកឃ្មុំក៏អាចជាថ្នាំពៅកម្លាំងក្រោយការឆ្លងទន្លេបានផងដែរផ្កាកណ្ដោលជួយបំបត្តិអាការៈផ្ដាសាយឬប្រើផ្កានិងទឹកបានពីការស្ងោរសម្បកស្រស់លាយផ្សំជាមួយទឹកឃ្មុំផឹកជាឱសថបំបត្តិគ្រុនផ្ដាសាយក៏បានផ្លែកណ្ដោលជួយបំបត្តិអាការៈក្អកជួយធ្វើឲ្យបំពង់កមានសំណើមឬប្រើផ្កានិងទឹកបានពីការស្ងោរសម្បកដើមកណ្ដោលស្រស់លាយផ្សំជាមួយទឹកឃ្មុំផឹកបំបត្តិក្អកក៏បានផ្លែមានរសត្រជាក់ជួយប្រព័ន្ធរំលាយអាហារសម្បកដើមយកមកត្រាំទឹកផឹកជាថ្នាំព្យាបាលការឈឺពោះនិងរាគរូសសម្បកដើមកណ្ដោលជួយព្យាបាលជំងឺក្រពះផ្សះដំបៅខាងក្នុងខ្លឹមដើមកណ្ដោលប្រើស្ងោរជាថ្នាំផឹកសម្រាប់ស្ត្រីដែលនៅអាំងភ្លើងស្លឹកប្រើព្យាបាលរបួសដោយយកមកចំហុយឲ្យឆ្អិនហើយបិទលើមុខរបួសស្លឹកមានរសចត់ប្រើបិទលើមុខរបួសឬលាយផ្សំជាមួយប្រេងដូងជាថ្នាំផ្សះរបួសឬដំបៅរីឯសម្បកដើមក៏ជាថ្នាំផ្សះរបួសនិងដំបៅផងដែរសម្បកដើមជួយបំបត្តិការរលាកពីការដែលត្រូវពោះមានពឹសចឹកគ្រាប់កណ្ដោលមានរសចត់ស្រវឹងនិងពុលមានទិន្នន័យបញ្ជាក់ថាប្រើបន្សាបពឹសបានសម្បកដើមស្ងោរត្រាំជើងព្យាបាលទឹកស៊ីជើងសម្បកដើមកណ្ដោលជួយបំបត្តិការឈឺចុករយថ្លោះក្រិចអត្ថប្រយោជន៍របស់ដើមកណ្ដោលស្លឹកខ្ចីត្រួយខ្ចីនិងផ្កាខ្ចីមានរសចត់លាយខ្ទិះប្រើបរិភោគជាអន្លក់ស្រស់ផ្ទាប់ទឹកគ្រឿងបុកល្ហុងបុកស្វាយបុកសណ្តែកជាដើមយ៉ាងណាក៏ដោយស្លឹកខ្ចីនិងត្រួយមានបរិមាណអាស៊ីតអុកសាលិកខ្ពស់ការបរិភោគក្នុងបរិមាណច្រើនអាចជាមូលហេតុនាំឲ្យកើតគ្រោះក្នុងផ្លោកនោមបានស្លឹកកណ្ដោលស្រស់ទម្ងន់100ក្រាមមានអាស៊ីតអុកសាលិក59មីលីក្រាមតិចជាងស្លឹកចាភ្លូ12ដងនិងតិចជាងស្លឹកផ្ទី16ដងស្លឹកខ្ចីខ្ចីពេលស្រស់ទឹកក្តៅហើយអាចចុចជាមួយអំបិលបរិភោគជាបន្លែបានសម្បកត្រូវបានគេយកទៅស្ងោរដើម្បីជ្រលក់ក្រណាត់វានឹងផ្ដល់នូវពណ៌ត្នោតលាយក្រហមឬស្ងោរជាមួយសម្បកដើមកបាសសម្រាប់ជ្រលក់ក្រណាត់ឲ្យឡើងពណ៌លឿងខ្ចីសរសៃក្នុងសម្បកអាចប្រើវិញជាខ្សែធ្វើក្រដាសពណ៌ត្នោតដោយសារសម្បកងាយនឹងបកសម្បកដើមកណ្ដោលយកមកដំឲ្យទក់ប្រើទ្រាប់ញែងលើខ្នងដំរីឬប្រើទ្រាប់ពីក្រោមរបស់ដាក់លើខ្នងដំរីតំបន់ខ្លះគេយកសម្បកដើមកណ្ដោលមកដំឲ្យទក់ក្រាលដេកនិងអាចប្រើជាគប់ភ្លើងឬដុតបណ្ដេញសត្វល្អិតដូចជាសុចក្អាតឬក៏មូសបានសាច់ឈើបានពីដើមកណ្ដោលប្រើសម្រាប់សាងសង់ផ្ទះផងដែរដោយសារតែខ្មោចមិនស៊ីឈើប្រភេទនេះទេព្រោះតែមានរសចត់និងប្រើផលិតជាគ្រឿងសង្ហារឹមផ្សេងធ្វើជាត្បាល់បុកចង្វាចៅទូកធ្វើរទេះគោក្របីធ្វើភ្លៅរទេះឬប្រើជាកំណល់កលផ្លូវរថភ្លើងគ្រាប់ឫសនិងស្លឹកមានពឹសនាំឲ្យពុលត្រូវបានគេប្រើជាថ្នាំបំពុលត្រីដើមកណ្ដោលអាចប្រើដាំនៅក្នុងឧទ្យានបានដោយលក្ខណៈដើមមានសន្តានជាគុម្ពមូលស្ដុកមានស្លឹកធំមើលឃើញគុម្ពយ៉ាងច្បាស់ប៉ុន្តែមិនគួរដាំនៅក្បែរចំណតរថយន្តឡើយព្រោះដើមកណ្ដោលមានមែកសាខាហើយមានផ្លែធំ